ដឹងឯត្រូវថានៅប្រទេសចិនក៏គេមានបបប្រពៃណីជាតិគេច្រើនដែរអញ្ចឹងថ្ងៃហ្នឹងខ្ញុំលើកយកពីរដើម្បីមកនិយាយឲ្យអ្នកនរគ្នាដឹងថានៅក្នុងពិធីបុណ្យជាតិគេហ្នឹងគេធ្វើអីគេខ្លះត្រួសត្រាសឲ្យអ្នកនរគ្នាដឹងចឹងជាមុនដំបូងខ្ញុំសូមជម្រាបសួរអ្នកនរគ្នាខ្ញុំឈ្មោះកៅសុជីងដែលមកពីសាលា Stable World School ដែលទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសចិនចឹងពួកយើងចូលមេរៀនទាំងអស់គ្នា中国传统节日中国传统节日មានន័យថាបុណ្យប្រពៃណីចិនចឹង传统ហ្នឹងគឺប្រពៃណីគេតាំងពីដើមមកអញ្ចឹង中国传统节日មានន័យថាបុណ្យប្រពៃណីប្រទេសចិនអញ្ចឹងពួកយើងចូលមេរៀនទាំងអស់គ្នានៅក្នុង slide ទី1គឺនិយាយពីឈុនជានៅក្នុងភាសាខ្មែរគឺមានន័យថាពិធីបុណ្យចូលឆ្នាំចិនអញ្ចឹងពិធីបុណ្យចូលឆ្នាំចិនភាគច្រើនកើតឡើងនៅខែ1ឬក៏ខែ2តាមឆ្នាំនីមួយៗនៅក្នុងប្រតិទិនចិនគឺគេគិតតាមនងលីគឺជាប្រតិទិនមួយសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសចិនអញ្ចឹងនៅនងលីចឹងយាឈូអ៊ីគឺគេនឹងគិតចាប់ពីថ្ងៃហ្នឹងទៅខ្លាចជាឈុនជាហើយអញ្ចឹងពេលខ្លះមួយខែទៅមួយខែជាងដែលភាគច្រើនពេលខ្លះនៅក្នុងខែ1ពេលខ្លះនៅក្នុងខែ2អត់ប្រកាសទេអញ្ចឹងគេឈប់ច្រើនមែនគេតែមួយខែជាងអញ្ចឹងនៅក្នុងហ្នឹងគេធ្វើអីគេខ្លះគេភាគច្រើនគឺគេទៅស្រុកអីចឹងពេលដែលគេទៅស្រុកគេនឹងញ៉ាំអីជុំគ្នារវាងបងប្អូនទោះនៅក្នុងផ្ទះក៏ដោយទោះនៅក្រៅផ្ទះក៏ដោយក៏គេហៅថា吃团圆饭គឺឲ្យតែយើងញ៉ាំបាយជុំគ្នាមួយបងប្អូនមួយប៉ាម៉ាក់អីគឺគេហៅ吃团圆饭ហើយនៅក្នុងឈុនជាហ្នឹងបន្តទៀតគឺដែលពួកយើង expect ខ្លាំងគេម្នាក់ចូលចិត្តតាំងតូចគឺអាំងប៉ាវចឹងម្នាក់ណាគេក៏ចង់បានអាំងប៉ាវដែរត្រូវអត់ប៉ុន្តែដឹងភាសាចិនគេហៅថាម៉េចគេហៅថាហ្វាហុងប៉ោហុងប៉ោហ្នឹងគឺស្មើនឹងអាំងប៉ាវហើយនៅក្នុងប្រទេសចិនក៏គេនិយមបាញ់កញ្ជ្រួចដែរគេភាគច្រើនលេងនៅពេលយប់ក្មេងៗគាត់លេងអីហើយក៏មានការបាញ់ឲ្យស្អាតនៅក្នុងពេលយប់អីចឹងទៅអញ្ចឹងគេហៅថា放鞭炮បន្តមួយទៀតគឺជាប្រពៃណីគេមួយឲ្យតែពេលចូលឆ្នាំចិនគឺគេត្រូវញ៉ាំគៀវឯដើម្បីឲ្យមានសិរីសួស្តីអញ្ចឹងទៅភាគច្រើនខ្ញុំឃើញគេអ្នកខ្លះគេថាគេនឹងដាក់កាក់នៅក្នុងនឹងមួយហើយនាំគ្នាញ៉ាំអញ្ចឹងណាគេញ៉ាំដល់ប៉ះកាក់មួយហ្នឹងនឹងទទួលបានសុភមង្គលលេខសំណាងល្អនៅក្នុងមួយឆ្នាំហ្នឹងហ្មងអញ្ចឹងពេលដែលគេធ្វើគៀវហ្នឹងគេហៅថា包饺子ហ្នឹងគៀវពួកយើងចូល slide ទី2បន្តគឺនិយាយពីតវូជាដែលបកប្រែជាភាសាខ្មែរគឺពិធីបុណ្យអុំទូកពិធីបុណ្យអុំទូកនេះគឺគេធ្វើខុសពីពួកយើងដែលពួកយើងប្រារព្ធឡើងអាចនឹងកើតឡើងនៅខែ10ឬខែ11ប៉ុន្តែសម្រាប់ប្រទេសចិនគឺគេកើតឡើងនៅខែ5ឬក៏ខែ6ដែលគេគិតនៅក្នុងប្រតិទិនចិនគឺគិតប្រតិទិននងលីអញ្ចឹងនងលីអ៊ូយេឈូគឺមានរយៈពេល3ថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យអុំទូកគេមួយហ្នឹងអញ្ចឹងសម្រាប់ការដែលគេឈប់ពេញនិយមខ្លាំងជាងគេគឺគេឈឺចុងជឿគឺគេញ៉ាំដូចញ៉ាំនំអន្សមអញ្ចឹងតែរបស់គេរូបរាងជាត្រីកោណហើយនៅក្នុងនោះមានរសជាតិប្រៃផ្អែមអីចឹងទៅអញ្ចឹងវាដូចរបស់យើងដូចនំអន្សមមិនដែរតែគ្រាន់អាហាររបស់ពួកយើងមានរូបរាងច្រើនបែបរបស់គេមានតែមួយហ្នឹងហើយប៉ុន្តែរសជាតិគេក៏គេមានច្រើនដែរហើយបន្តមួយទៀតគឺប្រកាសជាការប្រណាំងទូកនឹងឯងគេហៅថា花龙船អញ្ចឹងហោឡុងឈွန်ហ្នឹងគឺការប្រណាំងទូកដែលគេធ្វើដូចតែខ្មែរយើងដែរទេអញ្ចឹងពិធីបុណ្យអុំទូករបស់គេក៏មានខុសពីយើងហ្មងដែរគឺខុសគ្នាតិចតួចតែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំគ្រាន់តែនិយាយខ្លីៗពីការប្រពៃណីរបស់គេនឹងមួយទេដែលខ្ញុំចង់ផ្ដោតសំខាន់គឺចង់ឲ្យអ្នកនរគ្នាដឹងថានៅក្នុងពិធីមួយគេអាចប្រើពាក្យភាសាចិនអីគេខ្លះអញ្ចឹងពាក្យដែលយើងរៀនថ្ងៃហ្នឹងគឺមានប្រមាណពាក្យនេះឯងអញ្ចឹងពាក្យទី1គឺជារៈបកប្រែជាភាសាខ្មែរគឺពិធីបុណ្យជាតិឬក៏ពិធីអីមួយដែលនិយាយទៅគេស្មើនឹងពិធីហ្នឹងហ្មងអញ្ចឹងឲ្យតែពិធីអីយើងអាចប្រើពាក្យជារៈបានអញ្ចឹងទី2គឺឈុនជាគឺការចូលឆ្នាំចិនពិធីបុណ្យចូលឆ្នាំចិនហ្នឹងឯង包饺子ធ្វើគៀវ
红包红包昂包តែពាក្យទី5គេហៅថាហ្វាំងពានផោហ្វាំងពានផោគឺការបាញ់កញ្ជ្រួចហ្នឹងហើយអញ្ចឹងបន្ទាប់ទៀតគេហៅទាន់ឧជាទាន់ឧជាគឺពិធីបុណ្យអុំទូកឈឿចុងជឿឈឿចុងជឿហើយភាសាអង់គ្លេសគេហៅ it ចុងជឿ rice dumpling ហ្នឹងវាដូចនំសមនំអីហ្នឹងដែលគេមានអង្គមានអីសាច់អីនៅហ្នឹងដែលពាក្យចុងក្រោយគឺហွာឡុងឈွမ်អញ្ចឹងពាក្យហ្នឹងគឺស្មើនឹងការប្រណាំងទូកការជិះទូកដែលគេប្រារព្ធឡើងនៅក្នុងពិធីបុណ្យអុំទូកថ្ងៃហ្នឹងមានតែប៉ុណ្្នឹងសូមជម្រាបលាអ្នកនរគ្នាចាំជួបគ្នានៅវីដេអូក្រោយ